សួស្តីបងប្អូនវិលមកជួបគ្នាជាមួយនឹងវីដេអូថ្មីនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនតាក់ទងជាមួយនឹងការរកលុយជាមួយ YouTube ថាតើយើងដូចថាមើលរបៀបណាដើម្បីដឹងថា YouTube របស់យើងនឹងអាចរកលុយក៏ដូចជាវីដេអូមួយរបស់យើងនឹងយើងអាចរកលុយចំនួនបានប៉ុន្មានអូខេបងប្អូនភាគច្រើននៅក្នុង channel មួយនេះរបស់ខ្ញុំគឺខ្ញុំបង្ហាញតាក់ទងជាមួយនឹងការធ្វើ YouTube Facebook TikTok ប៉ុន្តែអ្វីដែលយើងអាចរកលុយបានដូចថាដែលវាបើកនៅស្រុកខ្មែរឥឡូវហ្នឹងណាបងប្អូនឬក៏បើករៀងយូរដែរហើយគឺ YouTube ហើយបើសម្រាប់ Facebook គឺយើងត្រូវការដូចថា Rhyme Manager ហើយវាក៏ជួបបញ្ហាជាច្រើនបើសម្រាប់តាក់ទងជាមួយនឹង TikTok ស្រុកខ្មែររបស់យើងហ្នឹងគឺយើងអត់អាចរកលុយបានទេតោះឥឡូវយើងទៅមើលថារបៀបដែលយើងមើលដឹងថា YouTube របស់យើងហ្នឹងរកលុយបានដោយរបៀបណាក៏ដូចជាយើងរកលុយបានចំនួនប្រមាណដែលវីដេអូបងប្អូនបានទស្សនានៅក្នុង YouTube របស់ខ្ញុំហ្នឹងឥឡូវយើងទៅទស្សនាទាំងអស់គ្នាអូខេបងប្អូនឥឡូវខ្ញុំចូលដូចថាទូរស័ព្ទរបស់ខ្ញុំហើយទូរស័ព្ទនេះគឺ Samsung បងប្អូន Samsung ប្រភេទ Android ហើយខ្ញុំយកកន្លែងនេះដើម្បីបង្ហាញបងប្អូនហើយខ្ញុំធ្វើការចាប់ផ្ដើមថត screen ណាអូខេខ្ញុំថត screen សិនបងប្អូនអាចមើលមកខាងទៀតដែលខ្ញុំនឹងដាក់ឲ្យណាបងប្អូនអូខេខ្ញុំចូលឡើងថត screen សិនអូខេយើងអាចចូលទៅកាន់កម្មវិធីមួយដែលមានឈ្មោះថា YT Studio បងប្អូនកម្មវិធីមួយនេះយើងចូលទៅកាន់កម្មវិធីហ្នឹងមកអូខេបន្តមកទៀតគឺយើងនឹងឃើញកន្លែងនេះបងប្អូនកន្លែងនេះគឺជាឈ្មោះ channel របស់យើងកន្លែងហ្នឹងណាគឺជាឈ្មោះ channel បន្តមកទៀតក្រោមហ្នឹងគឺចំនួន subscribe សម្រាប់ subscribe របស់ខ្ញុំគឺបាន4096នាក់សុទ្ធតែបងប្អូនយើងទាំងអស់ដែលគាត់ដូចថាចូលចិត្តវីដេអូរបស់ខ្ញុំគាត់ក៏បានចុច subscribe ឲ្យហើយបងប្អូនក៏លេខមកមើលឡើងនេះគឺចំនួន view 2.6k ហើយសម្រាប់កន្លែងនេះគឺ watch time សម្រាប់កន្លែងនេះគឺចំនួន subscribe ដែលវាឡើងក្នុងរយៈពេល28ថ្ងៃថ្ងៃវាជិត1ខែបងប្អូនហើយសម្រាប់ចំនួនលុយដែលខ្ញុំរកបានដូចថា28ថ្ងៃចុងក្រោយហ្នឹងគឺបាន$1.23អូខេបងប្អូនប្រហែលជាកលេសមកមើលខាងក្រោមនេះគឺកន្លែងនេះសម្រាប់កន្លែងហ្នឹងគឺជាដូចថាវាបង្ហាញសម្រាប់វីដេអូចុងក្រោយដែលខ្ញុំបានផុសគឺបានចំនួន view នេះគឺ250សម្រាប់មេដៃហ្នឹងគឺបាន19ហើយសម្រាប់កន្លែងដូចថាបងប្អូនយើង comment ហ្នឹងគឺចំនួន4ហើយបងប្អូនឃើញសញ្ញាព្រួយបែបនេះមានន័យថាវីដេអូហ្នឹងមានការចាប់អារម្មណ៍គួរសមដែរគឺ 6.3 បើសិនជាយើងដូចថាកន្លែងហ្នឹងទទួលបានចាប់ពី10ទៅរាល់វីដេអូរបស់យើងដូចថាដែលមានកន្លែងហ្នឹងលើសពី10អ្នកដែលមិន subscribe ឬក៏អ្នកណាដែលដូចថាមើលវីដេអូគេផ្សេងនៅលើ channel គេផ្សេងក៏វាបង្ហាញវីដេអូរបស់យើងនៅក្រោមហ្នឹងដែរមានន័យថាគេចាប់អារម្មណ៍ទៅលើវីដេអូយើងច្រើនបងប្អូនដូច្នេះហើយនៅក្នុងវីដេអូរបស់យើងទី1គឺគុណភាពទី2គឺសំឡេងហើយនឹងសាច់វីដេអូប៉ុន្តែអ្វីដែលបងប្អូនដូចថាត្រូវធ្វើឲ្យគេឃើញហ្នឹងទី1គឺយើងដូចនេះកន្លែងនេះបងប្អូនគឺ thumbnail ពេលខ្លះទៅឧទាហរណ៍ថាយើងអត់ធ្វើ thumbnail គេមើលទៅគេអត់មានឃើញ thumbnail គេឃើញរូបដូចថាអីមិនដឹងអញ្ចឹងណាគេអត់ដឹងថាសាច់វីដេអូរបស់យើងហ្នឹងល្អឬក៏មិនល្អទេអញ្ចឹងហើយបានតែខ្ញុំព្យាយាមឲ្យបងប្អូនហ្នឹងធ្វើការធ្វើ thumbnail ហ្នឹងឲ្យបានល្អពេលដែលឃើញ thumbnail ល្អគេប្រកាសជាអាចនឹងចុចមើលបងប្អូនពេលដែលគេចុចមើលបើសិនជាឃើញថាវីដេអូរបស់យើងល្អទៀតសំឡេងយើងក៏ល្អអត់មានសំឡេងរំខានគេនឹងចាប់ផ្ដើមចុចមើលដូចថាចុចមើលវីដេអូបន្តរបស់យើងដូច្នេះហើយបានជាខ្ញុំព្យាយាមឲ្យបងប្អូនហ្នឹងធ្វើ thumbnail ឲ្យបានល្អឬក៏ thumbnail បែបលក្ខណៈតាក់ទាញសម្រាប់ខ្លួនខ្ញុំក៏ខ្ញុំធ្វើ thumbnail អត់ទាន់បានស្អាតដែរប៉ុន្តែសម្រាប់បងប្អូនគួរតែធ្វើឲ្យស្អាតជាងខ្ញុំដើម្បីដូចថាយើងទទួលបាន view ទទួលបាន subscribe បើនៅលើ page យើងទទួលបាន follow ហើយនឹងទទួលបានចំនួន view គឺលឿនអូខេបងប្អូនឥឡូវយើងចាប់ផ្ដើមដូចថាមើលទៅលើវីដេអូមួយតើខ្ញុំអាចរកលុយបានប្រហែលអូខេបងប្អូនយើងគ្រាន់តែចូលមកកាន់កន្លែងនេះកន្លែង content ណានេះកន្លែង content នេះយើងចូលមកកាន់ content ហ្នឹងមក
dương chơi cái lại năng muối hai dương chắp đam trôi tụi mơ video bà dương trôi tụi mơ video à lấy nhau mơ video sẵn video này ban pi rồi bị dú buồn rồi bị dú pi rồi chật sấp pi rồi sam sập bầm bấy pi rồi học sập bầm buồn rồi đập ram ok à lấy nhau đừng và hai là lời video đại miền trần luôn buồn rồi chiêng bị dú nít tớ ban lôi bầm màn chẳng chúng tôi từng ở khía bây để dương trôi mà đo bóng ôn ní bóng ôn dương cờ lên mà mơ cái lại ní cứ bên đây tha nhóm phô nắng cứ chụp hạp lý ấy hai cái lại ní cứ việc mình chạy tha video bây giờ nắng cứ ai rồi lối bán hơi sầm rạp cái lại ní về đã tha quality cứ con ở phía video vì muốn máu nhóm thơ trâm tại đọc bài để dương ai này ban tha cứ HDแต่เลยอันเต้สำหรับชนำปีปอนมาให้บุญมาให้ปรามนี่คือยมทเวอร์หรือโฮดอล 4K ได้ทเวอร์วงโอนโดยทาแต่งเนื้อขนมปะเต้แต่งเนื้อกราวปะเต้เบอร์เซนจะกวาดจุดเมื่อวิดีโอบางย้อมคือบานดอลหรือโฮดอล 4K ได้เจียกำรัดมวยได้แต่เจ้าพเนจហើយសម្រាប់ការធ្វើបែបនេះបើដូចថានៅក្នុងប្រទេសយើងសេវាមិនសូវល្អគឺមើលដល់ហ្នឹងទេដូច្នេះហើយបញ្យូក៏វាអាចធ្លាក់ចុះដែរបើសិនជាឧទាហរណ៍ថាគោលដៅរបស់យើងនឹងធ្វើសម្រាប់នៅក្នុងប្រទេសណាបើសិនជាយើងធ្វើត្រឹម18នៅប្រទេសយើងគឺអាចមើលបានរលូនតែម្ដងតែសម្រាប់ 4K អត់ទេ 4K ដូចថាបើសិនជាយើងចុចឲ្យដល់កម្រិត 4K គឺបងប្អូនមើលអត់កើតទេវាតាក់អញ្ចឹងណាដោយសារតែអ៊ីនធឺណិតរបស់យើងហ្នឹងគឺវាអន់ឬក៏យើងអាចនិយាយបានថាអ៊ីនធឺណិតខ្សោយតោះឥឡូវយើងចាប់ផ្ដើមមើលថារកលុយបានប្រមាណយើងគ្រាន់តែចូលមកកាន់កន្លែងនេះបងប្អូនកន្លែងនេះមកកន្លែងហ្នឹងណាយើងចុចពីលើហ្នឹងមកអូខេបងប្អូនប្រហែលជាឃើញខាងក្រោមកន្លែងនេះបងប្អូនកន្លែងហ្នឹងណាវាមាន channel page YouTube recommendation order feature YouTube search សម្រាប់ការ search គឺឃើញតែត្រឹម14នាក់ទេសម្រាប់400 view ជាងហ្នឹងអ្វីដែលសំខាន់នោះគឺ YouTube វា recommend ឲ្យខ្ញុំដូច្នេះហើយបងប្អូនដែលបានឃើញវីដេអូខ្ញុំភាគច្រើនដោយសារតែ YouTube វា recommend ទៅឥឡូវយើងមើលចំនួនលុយតែយើងមើលរបៀបណាបងប្អូនគ្រាន់តែក្រឡេកមកមើលកន្លែងលើយើងចូលមកកាន់កន្លែងនេះ revenue ណាយើងអូកន្លែងហ្នឹងមកអូថ្នមតិចមកបងប្អូនអូមកបន្តមកទៀតយើងចុចលើវាហ្នឹងមកបងប្អូននេះចុចឡើងគេដាក់ថា revenue ហ្នឹងមកយើងចុចលើហ្នឹងចំនួនដូចថាលុយដែលខ្ញុំរកបាននៅលើវីដេអូ400 view ជាងហ្នឹងគឺខ្ញុំរកបានប៉ុណ្ណេះគឺ23សេន23សេនបន្តមកទៀតអ្វីដែលយើងត្រូវមើលបងប្អូនថាយើងរកលុយបានបែបហ្នឹង CPM របស់យើងហ្នឹងឬក៏ RPM របស់យើងហ្នឹងប្រហែលយើងគ្រាន់តែក្រឡេកមកមើលខាងក្រោមនេះមកនេះបងប្អូនកន្លែងនេះវាដាក់ថា RPM ហើយខាងមុខហ្នឹងវាដាក់ថានេះ 0.55 មានន័យថាបើសិនជាខ្ញុំបាន 1K គឺខ្ញុំទទួលបាន55សេន RPM វារៀងគួរសមដែរបងប្អូនទោះបីវាមិនបាន$1ប៉ុន្តែវាបាន55សេនដែរក្នុង 1K ណាបងប្អូនប្រហែលជាបានឃើញកន្លែងនេះកន្លែងនេះវាដាក់ថា revenue for every 1K view RPM មានន័យថា 1K គឺខ្ញុំបាន55សេនដូច្នេះយើងអាចគុណចែកដកនេះកន្លែងហ្នឹងណាបងប្អូនអញ្ចឹងយើងគិតទៅថាវាជិតបាន500 view បើសិនជា500 view វាស្មើនឹងដូចថាយើងគិត55មកពាក់កណ្ដាលមកគឺយើងបានខ្ទង់បើសិនជា50គឺបាន25សេនហើយ55វាបានគឺ23សេនដូច្នេះបើសិនជាវីដេអូហ្នឹងដូចថាបាន 1K គឺខ្ញុំបាន55សេនហើយបើសិនជាខ្ញុំបាន 10K គឺខ្ញុំទទួលបាន$5.50.55 ហើយបើសិនជាមើលខ្ញុំគិតមើលសិន 1K បាន55សេនបើសិនជា 10K បាន5.55 ហើយបើសិនជាខ្ញុំបាន 100K ខ្ញុំបានជាង$50ដែរបើសិនជាដូចថា RPM ហ្នឹងវានៅតែប៉ុណ្ណឹងណា
អាហ្នឹងបើសិនជា OPM ទេឥឡូវយើងមើល CPM យើងគ្រាន់តែអូសពីក្រោមមកនេះបងប្អូនកន្លែងនេះដែលគេហៅថា CPM នេះគឺ 2.46 សម្រាប់ CPM ណាបងប្អូនដូច្នេះហើយវីដេអូហ្នឹងគឺទទួលបានរៀងថ្លៃដែរមានន័យថា RPM រហូតដល់ 0.55 ឥឡូវយើងទៅមើលវីដេអូផ្សេងទៀតបងប្អូនអូខេខ្ញុំថយសិនឥឡូវខ្ញុំនឹងនាំបងប្អូនមកមើលវីដេអូមួយទៀតដែលមានរយៈពេល 20.37 ហើយ view នឹងគឺទទួលបាន 415 ណាបងប្អូនតោះឥឡូវយើងចូលមើលវីដេអូនឹងទាំងអស់គ្នាថាតើនៅក្នុងវីដេអូហ្នឹងខ្ញុំទទួលបានលុយប្រមាណអូខេយើងចុចចូលមកបន្តមកទៀតយើងចុចដូចមុនអញ្ចឹងបងប្អូននេះយើងត្រូវចុចកន្លែងនេះចុចលើហ្នឹងមកចុចលើហ្នឹងកន្លែងខ្ញុំចូលហ្នឹងអូខេយើងចាំសិនមកបន្តមកទៀតយើងចុចមកកាន់កន្លែងនេះមកកន្លែងហ្នឹងយើងមើលថាតើខ្ញុំបានលុយចំនួនប្រមាណបងប្អូនប្រហែលជាឃើញហើយទទួលបាន10សេនសម្រាប់វីដេអូមួយហ្នឹងពេលដែលយើងដូចថាប្រៀបធៀបអាវីដេអូមុនហើយវីដេអូហ្នឹងគឺវាខុសគ្នាបងប្អូនខុសគ្នាដោយសារតែវីដេអូនេះដោយសារយើងមកមើល RPM វាមកគឺវាក្រោមពាក់កណ្ដាលអាវីដេអូមុនទៀតណាបងប្អូនគឺបានតែ 0.25 តែប៉ុណ្ណោះសម្រាប់ RPM ដូច្នេះខ្ញុំបាន400 view ជាងហ្នឹងគឺទទួលបាន10សេនអូខេប្រភេទវីដេអូវាមិនមែនបានថ្លៃទាំងអស់ទេបងប្អូនវីដេអូខ្លះបានថោកវីដេអូខ្លះយើងបានរៀងថ្លៃអូខេឥឡូវយើងទៅមើលអាវីដេអូចាស់របស់ខ្ញុំបន្ទាប់ពីដូចថាយើងមើលអាវីដេអូដែលខ្ញុំទៅតែផុសយើងទៅមើលអាវីដេអូចាស់ពីមុនមកណាបងប្អូនអូខេខ្ញុំអូទៅមើលអាវីដេអូចាស់របស់ខ្ញុំឥឡូវយើងទៅមើលអាវីដេអូដែលដូចថាខ្ញុំផុសរៀងយូរហើយណាអូខេខ្ញុំមើលវីដេអូណាដែល view រៀងច្រើនបន្តិចបងប្អូន view អាច 1k អញ្ចឹងណាអញ្ចឹងខ្ញុំអូសមកយើងអូសទាំងអស់គ្នាមកវីដេអូមួយនេះឥឡូវខ្ញុំសម្រាប់ចិត្តថាមើលវីដេអូហ្នឹងគឺបាន 2.2k ហើយរយៈពេល1ឆ្នាំមុនឥឡូវយើងចុចចូលទៅមើលទាំងអស់គ្នាអូខេបងប្អូននេះអាវីដេអូដែលលើសពី1ឆ្នាំទៅវាដាក់នៅក្រោមនេះតែម្ដងវីដេអូហ្នឹង 2k គឺបាន 0.92 មានន័យថា$1ឥឡូវយើងចូលទៅមើល RPM ទាំងអស់គ្នាហើយចាំខ្ញុំប្រាប់បងប្អូនថាមិនបានវីដេអូរបស់យើង view ច្រើនបានលុយតិចហើយរបស់គេ view តិចតែបានលុយច្រើនអូខេយើងចូលកន្លែងនេះទាំងអស់គ្នាមកចុចកន្លែងនេះមកចុចមកហើយយើងចុចមកកាន់កន្លែងចំនួនលុយហ្នឹងណាបងប្អូនបន្តទៀតយើងក្រឡេកមកមើលកន្លែងនេះចំនួនគឺបាន92សេនបន្តទៀតបងប្អូនក្រឡេកមកមើលកន្លែងនេះសម្រាប់ RPM នៅលើវីដេអូហ្នឹងគឺបាន 0.41 វាច្រើនជាងអាវីដេអូមុនហ្នឹងបន្តិចវីដេអូដែលខ្ញុំបង្ហាញបងប្អូនដែលបាន400 view ជាងបានត្រឹមតែ10សេនហ្នឹងណាបងប្អូនសម្រាប់វីដេអូនេះវាបានពាណិជ្ជកម្មរៀងថ្លៃដែរមានន័យថាសម្រាប់ 1k គឺបាន 0.41 គឺវាបានគួរសមហើយ 2k.2 ហ្នឹងគឺបាន92សេនអូខេបងប្អូនប្រហែលជាបងប្អូនខ្លះគឺគាត់ឆ្ងល់ថាមិនបានវីដេអូខ្លះដូចថា view ច្រើនប៉ុន្តែបានលុយតិច view ដែលយើងបានហ្នឹងទាំងដែល KK ណាតែដល់ពេលយើងមើលលុយទៅបន្តិចហើយដល់ពេលវីដេអូរបស់គេ view តិចប៉ុន្តែគេបានលុយច្រើននៅក្នុងនេះវីដេអូនេះគឺខ្ញុំនឹងធ្វើការបញ្យល់បងប្អូនតាក់ទងជាមួយនឹងវីដេអូដូចថា view ច្រើនបានលុយតិចហើយនឹង view តិចបានលុយច្រើនថ្ងៃហ្នឹងគឺខ្ញុំសុំបញ្យល់បន្តិចបងប្អូនតាក់ទងជាមួយនឹងបញ្ហាហ្នឹងគឺដោយសារតែទី1គឺប្រទេសដែលមើលវីដេអូរបស់យើងណាបើសិនជាអ្នកដែលមើលរបស់យើងហ្នឹងនៅអាមេរិកអូស្ត្រាលីបារាំងកាណាដា
ឬក៏ប្រទេសដែលគេហៅថាប្រទេសជឿនលឿនណាមើលវីដេអូរបស់យើងគឺអាចនឹងបានថ្លៃឬក៏យើងអាចនិយាយបានថាគឺបានថ្លៃតែម្ដងប៉ុន្តែបើសម្រាប់ប្រទេសដូចថាប្រទេសឥណ្ឌាប្រទេសយើងអ្នកមើលអញ្ចឹងគឺបានថោកហើយវាតាក់ទងជាមួយនឹងប្រភេទពាណិជ្ជកម្មទៀតឥឡូវខ្ញុំនិយាយតាក់ទងជាមួយនឹងពាណិជ្ជកម្មដែលខ្ញុំដឹងថាបានថ្លៃគឺប្រភេទដូចថាឡានបងប្អូនឡានអ្វីដែលខ្ញុំដឹងគឺ Elon Musk បងប្អូនប្រហែលជាដឹងហើយថាគឺជាមហាសេដ្ឋីពិភពលោកសម្រាប់ពាណិជ្ជកម្មដែលខ្ញុំធ្លាប់ដឹងមកคลิกគឺទទួលបានរហូតដល់$50ប៉ុន្តែវាមានការប្រែប្រួលបងប្អូនមានន័យថាខាងម្ចាស់ពាណិជ្ជកម្មហ្នឹងគឺគេហ៊ានឧទាហរណ៍ថាអ្នកមើលលើវីដេអូហ្នឹងនៅសហរដ្ឋអាមេរិកហើយមើលហើយចាប់អារម្មណ៍ទៅលើពាណិជ្ជកម្មហ្នឹងអញ្ចឹងគេអាចដូចថាដាក់តម្លៃថាមកពាណិជ្ជកម្មហ្នឹងមើលម្ដងគឺអាចនឹងគេហ៊ាន$100អីចឹងណាបងប្អូនអញ្ចឹងអាស្រ័យទៅលើម្ចាស់ពាណិជ្ជកម្មគេជួលក្រុមហ៊ុន YouTube ហ្នឹងឲ្យផ្សព្វផ្សាយគេហ៊ានដល់កម្រិតណាដូច្នេះហើយប្រភេទដែលបានថ្លៃហ្នឹងគឺដោយសារតែពាណិជ្ជកម្មបែបហ្នឹងហើយបើប្រភេទវីដេអូខ្លះបានដូចថារៀងថោកឧទាហរណ៍ដូចជាវីដេអូដែលខ្ញុំធ្វើពីមុនមកគឺវីដេអូគោហ្នឹងបងប្អូនគឺបានថោកមែនតើដោយសារទី1ប្រទេសដែលមើលហ្នឹងគឺជាប្រទេសដែលលក្ខណៈរៀងក្រីក្រក៏ដូចជាម្ចាស់ពាណិជ្ជកម្មហ្នឹងគឺគេអត់ហ៊ានផ្សព្វផ្សាយឬក៏មានតែពាណិជ្ជកម្មដែលថោកដែលផ្សាយនៅលើវីដេអូរបស់យើងណាតាក់ទងជាមួយនឹងពាណិជ្ជកម្មថោកដោយសារតែផលិតផលដែលគេត្រូវផ្សព្វផ្សាយហ្នឹងក៏បានថោកដូចគ្នាដូច្នេះហើយគឺគេអត់ហ៊ានថ្លៃទេអញ្ចឹងបងប្អូនពេលខ្លះឆ្ងល់ថាមិនបានវីដេអូរបស់ខ្ញុំអ្នកមើលរាប់រយ K បានលុយមិនតិចហើយដល់ពេលគេអ្នកមើលតែ 1K គេបានលុយឡើងច្រើនពេលខ្លះ 1K គេអាចបាន$10ក៏មានដែរបងប្អូន 1K $10ណាហើយបើប្រភេទខ្លះ 1K បានត្រឹមតែ$1ទេហើយបើសម្រាប់វីដេអូខ្ញុំដែលខ្ញុំបង្ហាញបងប្អូនហ្នឹងឃើញហើយ 1K បានតែ55 សេនទេអញ្ចឹងគឺអ្នកមើលរបស់ខ្ញុំនេះគឺនៅខ្មែរហើយពាណិជ្ជកម្មក៏នៅខ្មែរតម្លៃពាណិជ្ជកម្មក៏នៅខ្មែរអញ្ចឹងវារៀងថោកបងប្អូនអូខេសម្រាប់វីដេអូហ្នឹងគឺខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសង្ឃឹមថាបងប្អូននឹងជួយ share វីដេអូខ្ញុំម្នាក់មួយនៅលើ page ណាហើយបើនៅលើ YouTube Subscribe ខ្ញុំម្នាក់មួយអរគុណច្រើន